កាលពីព្រេងនាយមានគ្រួសារមួយរស់នៅក្នុងទីក្រុងក្រៅពីឪពុកម្ដាយគ្រួសារនេះមានកូនស្រីម្នាក់ឈ្មោះអាឌិទីអាយុ7ឆ្នាំនិងកូនប្រុសម្នាក់ឈ្មោះអាឌិត្យាអាយុ5ឆ្នាំពួកគេគឺជាបងប្អូននឹងគ្នាប៉ុន្តែមានចរិតខុសគ្នាខ្លាំងណាស់អាឌិត្យាចូលចិត្តនិយាយតិចតួចណាស់រីឯអាឌិទីវិញគឺរស់រាយនឹងនិយាយច្រើនខ្លាំងណាស់នាងនិយាយគ្រប់រឿងទាំងអស់ហើយជួនកាលនិយាយឥតប្រយោជន៍ទៀតផងម៉ាក់កាលពីថ្ងៃមិញនៅសាលាលោកគ្រូបានសួរសំណួរទៅសិស្សម្នាក់ម្ដងហើយដល់វេនកូនបានឆ្លើយសំណួរនោះតាំងពីមុនពេលលោកគ្រូសួរចប់ទៅទៀតប៉ុន្តែលោកគ្រូនៅតែឲ្យបន្ទុកកូនតែ5លើ10ដដែល ម្ដាយរបស់នាងបានព្យាយាមបញ្យល់នាងថាគួរតែនិយាយឲ្យតិចជាងនេះអាឌីទីកូនត្រូវនិយាយឲ្យតិចជាងនេះនិងនិយាយពាក្យផ្អែមល្ហែមបើសិនបើយើងនិយាយច្រើនពេកនោះមនុស្សម្នានឹងឈប់យកចិត្តទុកដាក់លើអ្វីដែលយើងនិយាយហើយប៉ុន្តែនាងតែងតែប្រាប់ម្ដាយរបស់នាងម៉ាក់កូននិយាយតិចតួចតើតាមពិតទៅកូនសូម្បីតែមិនដឹងខ្លួនផងថាការនិយាយច្រើនមានន័យថាម៉េចថ្ងៃមួយមិញរបស់ពួកគេបានមកលេងនិងស្នាក់នៅជាមួយគាត់ក៏បានទិញប្រដាប់ក្មេងលេងសម្រាប់ក្មេងទាំងពីរទៀតផងអាឌិត្យានេះគឺជាមនុស្សយន្តសម្រាប់ក្មួយ